ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងនាំគ្នាធ្វើដំណើរទៅកាន់ទីជនបទមួយនៅទ្វីបអាហ្រ្វិកដើម្បីស្វែងយល់ពីមុខម្ហូបប្រពៃណីដែលគេចម្អិនដោយប្រើភ្លើងអុសវីដេអូនេះបង្ហាញអំពីការធ្វើខុសសម្លគ្រឿងផ្សំពីសាច់ក្នុង offal stew និងដំឡូងមីស្រស់គួរដែលជាមុខម្ហូបសាមញ្ញប៉ុន្តែសម្បូរទៅដោយវប្បធម៌និងរសជាតិពិតប្រាកដការរៀបចំគ្រឿងផ្សំពីដីមកកាន់ឆ្នាំងមុនពេលចាប់ផ្ដើមចម្អិនយើងឃើញគេរៀបចំគ្រឿងផ្សំស្រស់ពីធម្មជាតិទី1ដំឡូងមីស្រស់ដែលទើបតែបេះចេញពីដីដំឡូងមីនេះត្រូវបកសម្បកយកតែខាងក្នុងរួចកាត់ជាដុំប្រហែល2សង់ទីម៉ែត្រការកាត់ដំឡូងមីឲ្យស្មើគ្នាធ្វើឲ្យវាឆ្អិនស្មើគ្នាទី2គ្រឿងផ្សំសំខាន់គឺសាច់ក្នុង offal រួមមានក្រពះគោ tripe ថ្លើមបេះដូងនិងតម្រងនោមសាច់ក្នុងទាំងនេះត្រូវលាងសម្អាតដោយទឹកស្អាតជាច្រើនដងរួចហាន់ជាបន្ទះស្ដើងដើម្បីឲ្យឆ្អិនលឿននិងងាយស្រូបគ្រឿងទេសភ្លើងអុសបេះដូងនៃការចម្អិនបែបប្រពៃណីអ្វីដែលធ្វើឲ្យមុខម្ហូបនេះពិសេសនោះគឺការចម្អិនដោយប្រើភ្លើងអុសគេរៀបដុំធំចំនួន3ដុំដាក់ជាជើងសម្រាប់ដាក់ឆ្នាំងហើយយកអុសស្ងួតមករៀបជាគំនររួចអុជភ្លើងដុតឡើងយ៉ាងសន្ធោសន្ធៅបញ្ចេញកម្ដៅខ្លាំងនិងសំឡេងប្រេះបែកនៃអុសការចម្អិនដោយភ្លើងអុសផ្ដល់នូវកម្ដៅថ្នមនិងក្លិនឈ្ងុយពិសេសដែលមិនអាចរកបានពីចង្ក្រានហ្គាសឬចង្ក្រានអគ្គិសនីឡើយភ្លើងអុសធ្វើឲ្យសម្លឆ្អិនយឺតហើយគ្រឿងផ្សំទាំងអស់បញ្ចេញរសជាតិបានពេញលេញដំណើរការចម្អិនសម្លសាច់ក្នុងដំបូងគេយកឆ្នាំងដែកធំមួយដាក់លើភ្លើងរួចចាក់ប្រេងឬដាក់ខ្លាញ់ជ្រូកបន្តិចចូលពេលប្រេងក្តៅគេចាក់សាច់ក្នុងដែលបានរៀបចំរួចចូលទៅចៀនការចៀននេះមានរយៈពេលប្រហែល5ទៅ10នាទីរហូតដល់សាច់ក្នុងប្រែពណ៌និងដុះក្លិនឈ្ងុយបន្ទាប់មកគេបន្ថែមគ្រឿងផ្សំបន្ថែមទៀតខ្ទឹមបារាំងហាន់ល្អិតខ្ញីខ្ទឹមសម្រេចអំបិលនិងគ្រឿងទេសក្នុងស្រុកមួយចំនួនដូចជាម្សៅការីឬម្សៅសម្លក្រហមគ្រប់យ៉ាងត្រូវកូរឲ្យសព្វរួចបន្ថែមទឹកបន្តិចបន្តួចរួចគ្រប់ឆ្នាំងទុកឲ្យពុះសម្លនេះត្រូវដាំឲ្យពុះរយៈពេលប្រហែល45នាទីទៅ1ម៉ោងដើម្បីឲ្យសាច់ក្នុងទន់ល្មើយនិងគ្រឿងទេសសាយភីចូលទៅក្នុងសាច់អំឡុងពេលនេះគេត្រូវយកស្លាបព្រាឈើកូរម្ដុំកាលដើម្បីកុំឲ្យសម្លឆ្អិនស្អិតបាតឆ្នាំងទឹកសម្លនឹងឡើងខាប់បន្តិចម្ដងហើយមានពណ៌ត្នោតឈ្ងុយឆ្ងាញ់ដំឡូងមីឆ្អិនម្ហូបគែមសំខាន់ក្នុងពេលដែលសម្លកំពុងពុះនោះគេយកដំឡូងមីដែលបានកាត់ជាដុំទៅស្ងោរក្នុងទឹកមួយឆ្នាំងដាច់ដោយឡែកគេចាក់ទឹកឲ្យល្មមលិចដំឡូងមីរួចដាំឲ្យពុះរហូតដល់ដំឡូងមីទន់ដំឡូងមីឆ្អិនប្រើពេលប្រហែល20ទៅ30នាទីអាស្រ័យលើទំហំដុំក្រោយពេលឆ្អិនគេត្រូវចាក់ទឹកក្តៅចេញរួចទុកឲ្យដំឡូងមីត្រជាក់បន្តិចដំឡូងមីឆ្អិននេះមានរសជាតិផ្អែមបន្តិចនិងមានវីយ៉ិនភាពទន់រលានសមស្របណាស់ក្នុងការទទួលទានជាមួយសម្លដែលមានទឹកខាប់ការបម្រើនិងទទួលទាននៅពេលដែលសម្លសាច់ក្នុងឆ្អិនឈ្ងុយនិងដំឡូងមីទន់ល្មមគេតែងតែរៀបចំអាហារនេះដាក់ក្នុងចានធំជាធម្មតាគេដាក់ដំឡូងមីឆ្អិននៅលើចានរួចចាក់សម្លសាច់ក្នុងពីលើអ្នកខ្លះចូលចិត្តបរិភោគដោយឡែកពីគ្នាគឺដំឡូងមីមួយដុំរួចកាន់ជ្រលក់ក្នុងសម្លអាហារនេះតែងតែត្រូវបានគេបរិភោគជាក្រុមគ្រួសារឬជាមួយភ្ញៀវមនុស្សគ្រប់គ្នាអង្គុយជុំគ្នាជុំវិញភ្លើងឬនៅក្នុងខ្ទមហើយចែករំលែកអាហារដោយដៃស្ដាំតាមទម្លាប់ក្នុងស្រុកតម្លៃវប្បធម៌និងអារម្មណ៍ការចម្អិនអាហារដោយភ្លើងអុសនេះមិនមែនគ្រាន់តែជាការចម្អិនដើម្បីបំពេញក្រពះប៉ុណ្ណោះទេវាគឺជាពេលវេលាដែលក្រុមគ្រួសារបានជួបជុំគ្នាចែករំលែករឿងរ៉ាវប្រចាំថ្ងៃនិងបន្តវប្បធម៌បរិភោគអាហារជាមួយគ្នាសាច់ក្នុងដែលនៅក្នុងវប្បធម៌លោកខាងលិចច្រើនតែមិនសូវនិយមនោះប៉ុន្តែនៅទីនេះវាជាគ្រឿងផ្សំដ៏មានតម្លៃព្រោះគេប្រើប្រាស់សត្វទាំងមូលមិនចោលអ្វីទាំងអស់នេះបង្ហាញពីការគោរពធនធានធម្មជាតិនិងការដឹងគុណចំពោះអាហារតាមរយៈវីដេអូនេះយើងក៏បានឃើញពីភាពសាមញ្ញប៉ុន្តែកក់ក្ដៅនៃជីវិតនៅជនបទអាហ្វ្រិកគ្មានឧបករណ៍ទំនើបគ្មានចង្ក្រានហ្គាសគ្មានម៉ាស៊ីនកូរសម្លប៉ុន្តែអ្វីដែលមានគឺភ្លើងអុសឆ្នាំងដែកនិងដៃទេដែលចេះថែរក្សាភ្លើងនេះជាមេរៀនមួយដែលរំលឹកយើងថាអាហារដែលឆ្ងាញ់ពិសាបំផុតច្រើនតែកើតចេញពីភាពសាមញ្ញការអត់ធ្មត់និងក្តីស្រឡាញ់ដែលយើងដាក់ចូលទៅក្នុងការចម្អិន